ចាសស្វាគមន៍មកកាន់វគ្គសិក្សារបស់យើងពាក់ព័ន្ធនឹងការងារផ្នែករដ្ឋបាលតើនៅក្នុងនោះគឺយើងសិក្សាទៅលើអ្វីខ្លះពីចំណុចទី1រហូតដល់ចំណុចទី15ហើយនៅក្នុងចំណុចមួយហ្នឹងគឺបែងចែកជាច្រើនផ្នែកតូចៗទៀតណាអញ្ចឹងនៅពេលដែលយើងសិក្សានៅក្នុងវគ្គហ្នឹងគឺយើងអាចយល់ដឹងបានច្រើនសម្រាប់ផ្នែករដ្ឋបាលហ្នឹងហើយយើងគឺចំណាយពេលបង់លុយសិក្សាហ្នឹងតែម្ដងទេប៉ុន្តែអឺបងប្អូនអាចយកមេរៀនហ្នឹងទៅអនុវត្តផ្ទាល់ហើយទទួលបានប្រាក់ខែយ៉ាងច្រើនណាតែសំខាន់គឺយើងច្បាស់នឹងការងារហ្នឹងសិនណាអញ្ចឹងយើងចាប់ផ្ដើមពីរដ្ឋបាលដែលមិនមានជំនាញច្បាស់លាស់ទៅជារដ្ឋបាលមួយដែលមានជំនាញច្បាស់លាស់ហើយមុននឹងក្លាយទៅជាHR ធំគឺយើងត្រូវឆ្លងកាត់ពីអឺមេរៀនរដ្ឋបាលចេះពីតូចទៅសិនណាបានគេឡើងដល់HR តើគាត់ត្រូវឆ្លងកាត់នៅមេរៀនអីខ្លះអញ្ចឹងយើងនឹងសិក្សាទាំង15ចំណុចអឺទាំង15ចំណុចហ្នឹងអានេះគ្រាន់តែជាចំណុចគោលដែលខ្ញុំនឹងបង្ហាញជូនអ្នកទាំងអស់គ្នាអញ្ចឹងនៅពេលដែលរៀនផ្ទាល់គឺមានឯកសារអីខ្លះទៀតយើងនឹងលម្អិតជូនហើយគ្រប់មេរៀនទាំងអស់គឺខ្ញុំទើបតែមានឯកសារហើយស្រាប់អញ្ចឹងអ្នកដែលមករៀនមួយខ្ញុំគឺអត់ពិបាកទេខ្ញុំនឹងផ្ញើជា file Word ជាមួយក៏ Excel ដើម្បីឲ្យងាយស្រួលបងប្អូនយកទៅប្រើប្រាស់ជាការងារអាជីពរបស់បងប្អូនតែម្ដងចាអញ្ចឹងបើសិនជាអ្នកចាប់អារម្មណ៍ចង់រៀនវគ្គហ្នឹងគឺនាងខ្ញុំទទួលចាសិស្សចាប់ពី2អ្នកឡើងទៅគឺខ្ញុំចាប់ផ្ដើមបរៀនបានហើយចាហើយមួយថ្ងៃយើងអាចឆ្លៀតពេលរៀនចន្លោះប្រហែលជាក្នុង1ម៉ោងអីទេចង់រៀនផ្ទាល់ក៏បានចង់រៀនតាមអនឡាញក៏បានដែរចាគឺទីតាំងរបស់ខ្ញុំគឺនៅខាងបូរីជីបម៉ុង271ចាព័ត៌មានលម្អិតអាចធ្វើការទំនាក់ទំនងមកតាម Telegram ខ្ញុំដែលខ្ញុំមានដាក់ QR scan នៅលើកន្លែង point ក្រុម profile ខ្ញុំនឹងតែម្ដងអញ្ចឹងបងប្អូនអាចចូលទៅមើលបានចាសម្រាប់តម្លៃសិក្សាហ្នឹងគឺមួយវគ្គហ្នឹងគឺតម្លៃ$100ប៉ុន្តែបងប្អូនរៀនចេះហើយការងារហ្នឹងគឺមិនថារៀនមួយខែឬមួយ2ខែចេះអីអត់កំណត់ទេគឺធ្វើម៉េចគាត់រៀនចេះហើយគឺអាចយកទៅអនុវត្តធ្វើបានណាហើយមានចម្ងល់អីបន្ថែមគឺអាចសួរខ្ញុំ add ជាក្រុមមួយ Telegram ដើម្បីឲ្យគាត់ងាយស្រួលក្នុងការទំនាក់ទំនងឬមួយក៏ឆាតមកផ្ទាល់ជាមួយនឹងខ្ញុំដើម្បីជួយឆែកមើលការងារចាដល់ណាដល់ណីហើយហ្នឹងហើយគឺខ្ញុំតាម support រហូតដែរណាមិនមែនបងលុយរៀនហើយគឺចប់តែម្ដងទេចាហើយនៅពេលដែលគាត់ចេះអនុវត្តការងារនឹងទាំងអស់ហើយបន្ទាប់មកគឺគាត់អាចចូលទៅប្រឡងនៅក្រសួងបានណាខាងក្រសួងគេទាមទារឲ្យយើងមានអាជ្ញាប័ណ្ណចាវិជ្ជាជីវៈជំនាញខាងផ្នែកធនធានមនុស្សអញ្ចឹងដើម្បីយើងទទួលបានគឺយើងត្រូវចាប់ផ្ដើមពីការងាររដ្ឋបាលតូចៗហ្នឹងសិនណាអញ្ចេះការងារហ្នឹងអស់ហើយអូខេឡើងទៅយកសញ្ញាបត្រជំនាញហ្នឹងគឺអត់មានអីពិបាកទេតែសំខាន់គឺអ្នកទាំងអស់គ្នាត្រូវមានសញ្ញាបត្របញ្ញាបត្រដែលមានតម្លៃស្មើចាសញ្ញាបត្រជាពិសេសខាងរដ្ឋបាលហ្នឹងជាទូទៅមេរៀនដែលត្រូវជាងគេគឺគាត់រៀនទៅផ្នែកច្បាប់ណាអ្នករៀនផ្នែកច្បាប់ចូលធ្វើការខាងផ្នែករដ្ឋបាលហ្នឹងគឺត្រូវហ្មងមិនថាតែក្រុមហ៊ុនតូចឬមួយក្រុមហ៊ុនធំទេគឺចូលទៅត្រូវទាំងអស់ណាហើយពាក់ព័ន្ធនឹងច្បាប់ការងារផ្សេងនឹងត្រូវតែម្ដងចាអញ្ចឹងសម្រាប់អ្នកដែលចាប់អារម្មណ៍កុំភ្លេចជួយទំនាក់ទំនងតាមឆាត Telegram របស់នាងខ្ញុំបានចាអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងយើងនឹងលម្អិតបន្ថែមទៀតនៅពេលដែលយើងជួបគ្នាក្នុងការរៀនណាអូខេបាយបាយ